Vô rong chạm môi ná đã thông trình kê ra bỏ ý rong không cáp là tham một bố cầm tịch môi năng môn kê bóng bóng cho mình start chạy chân chạm rong rong mơ chạm mơ tặng ác niệm buồn năng càng ca ban phép môn năng chả set thơ ba lô để còn phô môn năng ấy cả này cá chả là ban phô thẻ tram bọc cá thẻ ba ý rong mình bạc cho humuk nông ở dạy bê sai sập bảy máu nụ Americ nâng cầm tích Sathani Akisni crop cần lạnhចាប់ដើមកន្លែងធំបំផុតមុនគេចាអញ្ចឹងនេះគឺជាព័ត៌មានណាប្រិយមិត្តសាស្ត្រមើលចង់ដឹងប្រិយមិត្តខមមិនអីគេខៅដល់ពេលឃើញវីដេអូអញ្ចឹងហើយគាត់ភ័យគាត់ឃើញការប្រកាសហ្នឹងហើយគាត់មានមតិយោបល់យ៉ាងណាប្រិយមិត្តសុំទៅកាន់ខមមិនខាងក្រោមហ្នឹងតិចមកបើមានណាចាចាំតិចប្រិយមិត្ត ABC តែឃើញលោកគ្រូគាត់ដែរខមមិនតតងជាមួយនឹងការដកស្រង់ព័ត៌មាននឹងមកមិនកណិការអាននឹងឯងចាគឺជាការប្រកាសរបស់ត្រាំដូចតែកណិការអានពីម៉ោងដំបូងហ្នឹងហ្មងណាប្រិយមិត្តសាស្ត្រដែរតាំងពីពេលដែលចេញមកភ្លាមដំបូងមិនត្រាំប្រកាសថាលុបអីរងចេញពីផែនទីពិភពលោកបន្តមកទៀតមិនត្រាំប្រកាសប្រមងថាទុកពេលឲ្យ48ម៉ោងរាប់ពីម៉ោងហ្នឹងទៅបើអត់បើកទេគឺកំទេចរោងចក្រធម្មពលទាំងអស់របស់អ៊ីរ៉ង់តែចាប់ផ្ដើមពីអាមួយធំជាងគេអរគុណសូមអានខមមិនមួយពីខាងបងសាន់យូសិនវាយមិនឈ្នះដាក់ខមមិនខាងក្រោមហ្នឹងមកអព្រឹកវាយមិនឈ្នះកំរៀបឲ្យបើកគេចាំតែបាញ់ឲ្យតែចូលប្រើកម្លាំងប៉ិតទៅអត់រួចមកប្រានយោបាយម្ដងចាហើយបន្តទៀតពីខាងបង David Anna អូចាបងប្រុសគាត់ពីឡតចាសាំងអីបានដឹងត្រាំចាហើយបន្តទៀតក៏កំមួយទៀតបានមុនត្រាំទៀតនេះឥឡូវចាវេទនាហ្មងក៏កំមួយទៀតថាបង David Anna ហ្នឹងនិយាយច្រើនអត់ប្រយោជន៍ទេអាត្រាំអូខ្ញុំអានក៏តាមគាត់នេះណាតិចចាហើយបន្តទៀតពីខាងប្រិមិត្តដែលគាត់ចូលមក comment បងហៀតូចត្រាំប្រហែលនំទុកដាក់ខ្លួនកាន់តែខ្លាំងហើយអត់មានរកដំណោះស្រាយដោយសន្តិវិធីទេប្រើតែធွာក្តៅចង់តែសម្លាប់និងបំផ្លាញគេមានគិតពីអនាគតទេឆ្កែបើវាឈួតហើយកម្លាំងវាខ្លាំងណាស់វាខំមិនចេះហត់ទេបើថ្មិញវាខំកន្លែងណាគឺឈួតស្លាប់កន្លែងហ្នឹងចាហើយចាប្រិមិត្តស្ដាប់ខ្ញុំឃើញហើយបាក់ចិត្តណាចាំមើលតាមតិចសិនចាថាមើលថាតើអ៊ីរ៉ង់តបវិញថាម៉េចរបៀបមកចែងអ៊ីរ៉ង់តបឯតាតបហ្នឹងហើយចាតិចដាក់ឲ្យបងប្អូនប្រិមិត្តស្ដាប់ចាឆ្ងាញ់ណាហ្នឹងហើយចាំមើលតបមានទៅមានមកហើយចាទៅណាបងប្អូនប្រិមិត្តស្ដាប់ចាដាក់ហើយបងប្អូនប្រិមិត្តជាទីស្រឡាញ់អ៊ីរ៉ង់ថាមកយកអ៊ីរ៉ង់ចោះចាញ់អត់ប្រិមិត្តស្ដាប់ចាបើយោងទៅតាមសារព័ត៌មានបានបញ្ជាក់ច្បាស់អញ្ចេះតែម្ដងថាយោធាអ៊ីរ៉ង់និយាយថាខ្លួននឹងវាយហេដ្ឋារចនាសម្ព័ន្ធធម្មពលនិងរោងចក្រចម្រាញ់ទឹកប្រៃនៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិកវាយប្រហារធម្មពលរបស់ខ្លួនរោងចក្រចម្រាញ់ដូច desalination plants in the region if the US targeted its power plant អញ្ចឹងអារោងចក្របានន័យថាអញ្ចឹងត្រាំបាញ់អីគាត់បាញ់ហ្នឹងត្រាំបាញ់របស់សំខាន់របស់អ៊ីរ៉ង់បាញ់របស់សំខាន់របស់ត្រាំវិញយកអញ្ចឹងឯងនេះគឺជាអ្វីដែលការប្រកាសមកបំបញ្ញមិញនេះផ្ទាល់តែម្ដងបងប្អូនប្រិយមិត្តសាស្ត្របន្ទាប់ពីពេលដែលត្រាំបានគម្រាមកំហែងទៅលើខាងអ៊ីរ៉ង់ក៏បានតបវិញភ្លាមតែម្ដងបងប្អូនប្រិយមិត្តសាស្ត្រមិនចាំយូរអានេះគឺការបញ្ជាក់របស់ខាងអ៊ីរ៉ង់ត្រឡប់ទៅកាន់ត្រាំវិញចាំមើលត្រាំគាត់នឹង post status ត្រឡប់ទៅកាន់អ៊ីរ៉ង់វិញរបៀបម៉េចចាពោះវាតែមិនចេញមិញហ្នឹងឯងដាក់អត់ក្រៅពី inspector index ហ្នឹងគឺអត់ទាន់មានអ្នកគេចាញ់ទេតែចេញមិញនឹងអត់បាន2នាទីផងបងប្អូនប្រិយមិត្តស្ដាប់ចាព្រោះក្រោយពេលដែលត្រាំគាត់គម្រាម48ម៉ោងហើយហ្នឹងអ៊ីរ៉ង់តែឆ្លើយមិញនឹងឯងប្រិយមិត្តស្ដាប់ចាអញ្ចឹងការឆ្លើយរបស់អ៊ីរ៉ង់មានន័យថាផ្ទុះសង្គ្រាមនឹងឯងត្រូវអត់ប្រិយមិត្តនេះយោធាអ៊ីរ៉ង់និយាយថាតែយោធាអ៊ីរ៉ង់នេះមានន័យថាគណៈពេលនេះអត់ដឹងថាមេដូចត្រាំនិយាយចឹងថាចង់ចរចាប៉ុន្តែមិនដឹងនិយាយជាមួយណាគេអ្នកណាគេអ្នកសម្រាប់ចិត្តអ្នកណាគេវាមិនខុសគ្នាការជំនាន់រុស្ស៊ីហើយនិងអ៊ុយក្រែនរុស្ស៊ីថាទៅចរចាមួយ Zelensky មិនបើមិនដឹងថាណាគេមេឲ្យប៉ាត់ប្រកាសផងហ្នឹងហើយវាមិនមែនត្រូវទៅនិយាយជាមួយនឹង Zelensky វាត្រូវនិយាយជាមួយនឹងមេធំរបស់ Zelensky ឥឡូវវាចូលលក្ខណៈអ៊ីរ៉ង់អញ្ចឹងដែរអញ្ចឹងនៅក្នុងនេះយោធាអ៊ីរ៉ង់និយាយថាខ្លួននឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធធម្មពលនិងរោងចក្រចម្រាញ់ទឹកប្រៃរបស់ក្នុងតំបន់បើសិនបើអាមេរិកនៅតែបន្តវាយប្រហារមកកាន់រោងចក្រធម្មពលរបស់ខ្លួនអ៊ីរ៉ង់ពមៀនហ្នឹងគឺបញ្ជាក់ថាតំបន់រោងចក្រប្រេងឧស្ម័នអីទាំងអស់ទ្រព្យសម្បត្តិអីរបស់ខ្លួនបើសិនជាត្រូវបានការវាយប្រហារពីអាមេរិកពិតមែននោះដើម្បីជាការគម្រាមឲ្យបើកច្រកសមុទ្រ Hormuz អ៊ីរ៉ង់វាយវិញហើយអ៊ីរ៉ង់ដាក់ចំកន្លែងដែលសំខាន់នៅឈូងសមុទ្ររបស់អាមេរិកដែលគាត់ផលិតទឹកប្រៃឲ្យទៅជាទឹកស្អាតសម្រាប់ប្រើប្រាស់គាត់ដាក់ហ្នឹងទៀតឲ្យអត់ទឹកផឹកហ្មងប្រេងឡើងថ្លៃហើយអត់ទឹកផឹកព្រោះបើលេងប្រេងអាមេរិកអាចនឹងអត់មានបញ្ហាព្រោះដោយសារអាមេរិកមានប្រេងតែបើទឹកអាហ្នឹងអាច
យល់ឡើងហ្នឹងឯងប្រហែលដែលស្ដាប់អញ្ចឹងយើងធ្ងន់ទៅធ្ងន់មកណាអញ្ចឹងអ្នកវិភាគយល់ឃើញថាមន្ត្រីអ៊ីរ៉ង់នេះកំពុងតែបង្ហាញសញ្ញាវាយប្រហារកើតឡើងទៅលើរោងចក្រចំណាញ់ទឹកប្រៃនៅដែលផ្ដល់នៅទឹកស្អាតនៅប្រទេសឈូងសមុទ្រដែលនៅក្បែរខាងហ្នឹងទាំងអស់គ្នាដែលពឹងផ្អែកទៅលើអារោងចក្រចម្រោះទឹកហ្នឹងណាហើយប្រយោគនេះគឺជាការគម្រាមកំហែងប្រសិនបើមានការវាយប្រហារទៅលើអ៊ីរ៉ង់វាយវិញនឹងឯងអញ្ចឹងប្រទេសឈូងសមុទ្រដែលពឹងផ្អែកទៅលើការចំណាញ់ទឹកប្រៃដែលคล้ายទៅជាទឹកស្អាតទាំងអស់នឹងត្រូវដាច់ពោះប្រសិនបើអ៊ីរ៉ង់ធ្វើអញ្ចឹងមែនហើយការវាយប្រហាររបស់ពួកគេនឹងប៉ះពាល់ផ្ទាល់ទៅដល់ជនស៊ីវិលមិនមែនគ្រាន់តែប៉ះយោធាទេហើយក៏មានអ្នកជំនាញថាអានេះវាអាចនឹងប៉ះទៅដល់វិបត្តិមនុស្សធម៌និងការខ្វះខាតទឹកក្នុងការប្រើប្រាស់អញ្ចឹងវាចូលដល់យុគជំនាន់សង្គ្រាមដណ្ដើមទឹកដោយលោកគ្រូធ្លាប់លើកឡើងដែរឬមួយក៏អត់ទេនិយាយឲ្យសាមញ្ញរោងចក្រប្រេងខូចខាតសេដ្ឋកិច្ចដល់ពេលរោងចក្រចម្រាញ់ទឹកគឺប៉ះពាល់ទៅការរស់រានមានជីវិតឥឡូវយកមួយណាប្រេងឬក៏ទឹកយើងបើអាមេរិកបាញ់កន្លែងប្រេងកន្លែងអូស្មန်អ៊ីរ៉ង់បាញ់កន្លែងទឹកផឹកឥឡូវយកមួយណាជុំលេងសើចមែនចាអញ្ចឹងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំគម្រាមកំហែងបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់អត់បើកច្រកសមុទ្រហូមូសឡើងវិញអ៊ីរ៉ង់កំពុងឆ្លើយតបដោយពង្រីកបញ្ជាក់ថាបាញ់កន្លែងទឹកដែលជាទ្រព្យសម្បត្តិដ៏ធំរបស់ដូចគ្នារបស់ខាងអាមេរិកនិងបណ្ដាប្រទេសជាប់ពាក់ព័ន្ធមានន័យថាអ៊ីរ៉ង់មិនបាញ់សម្ដៅតែអាមេរិកមួយទេគឺទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងអ៊ីរ៉ង់ចាអាហ្នឹងមានន័យថាមិនបងប្អូនប្រិយមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ប្រិយមិត្តខ្ញុំអត់មានអីថែមទេប្រិមិត្តស្ដាប់ហើយចូលរួមជាមតិយោបល់តែម្ដងណាចាមានមកគ្រប់គ្នាតែហ្មងចាឥឡូវមួយគម្រាមទឹកមួយគម្រាមប្រេងឥឡូវធ្វើម៉េចអាណាឈ្នះអាណាឥឡូវនៅខាងក្រៅកំពុងតែខ្លាំងទៅខ្លាំងមកតែអ្នកគាត់មានបញ្ហានេះប្រទេសទូចដែលដឹងរឿងអីសោះចាចង់ឥឡូវយើងនិយាយឡើងវិញខ្ញុំនៅតែនិយាយពាក្យនឹងឡើងវិញតាំងពីម៉ោងមុនអញ្ចឹងត្រាំប្រកាសថាមានប្រយោគរបស់គាត់ផុសមិញហើយណាគាត់និយាយថាគាត់ទុកពេលឲ្យ48ម៉ោងដើម្បីឲ្យអ៊ីរ៉ង់បើកច្រកហូមូសឡើងវិញព្រោះច្រកហូមូសគឺជាច្រកដែលនាំចេញប្រេង 20% របស់ពិភពលោកហើយបើសិនជាមិនបើកច្រកហូមូសនឹងទេវាធ្វើឲ្យប្រទេសតូចតាចអត់មានប្រេងប្រើតែអាមេរិកអត់អីទេគាត់និយាយបែបហ្នឹងហើយគាត់និយាយថាអញ្ចឹងត្រូវប្រទេសតូចៗទាំងអស់ហ្នឹងរួមដៃគ្នាជាមួយគាត់ដើម្បីបញ្ឈប់អ៊ីរ៉ង់ដូចគ្នាដែរប៉ុន្តែក្នុងគណៈពេលដែលអ៊ីរ៉ង់ឆ្លើយប្រាប់ថាអ៊ីរ៉ង់អត់ឆ្លើយអីទាំងអស់តែអ៊ីរ៉ង់បាញ់ទម្លាក់ MQ9 របស់ខាងអាមេរិកដែលមានតម្លៃជាង$30 លានហើយអាមេរិកក៏បន្តគម្រាមទៀតថាបើអត់បើកទេនឹងបាញ់រោងចក្រថាមពលរបស់អ៊ីរ៉ង់ឥឡូវអ៊ីរ៉ង់តបវិញហើយថាបើសិនជាអាមេរិកបាញ់កំទេចនៅរោងចក្រថាមពលរបស់អ៊ីរ៉ង់ជាពិសេសរោងចក្រថាមពលលេខ1ធំរបស់អ៊ីរ៉ង់នឹងបាញ់នៅរោងចក្រថាមពលរបស់អាមេរិកដូចគ្នាហើយនឹងបាញ់កន្លែងចម្រោះទឹកប្រៃឲ្យទៅជាទឹកស្អាតសម្រាប់ប្រទេសនៅឈូងសមុទ្រមានន័យថាមួយគឺកំទេចប្រេងធ្វើឲ្យប្រេងឡើងថ្លៃមួយគឺកំទេចទឹកដែលធ្វើឲ្យទឹកខ្វះហើយវានឹងអាចខ្លាយទៅជាសង្គ្រាមដណ្ដើមទឹកដែរឬមួយក៏អត់ឥឡូវពីរអ្នកហ្នឹងបើគិតតែពីចូលគ្នាអញ្ចឹងពេលណាគេអ្នកចាញ់គឺប្រទេសអ្នកអត់នឹងជាអ្នកចាញ់សូមប្រេខ្ញុំពិភេកលោកគ្រូតាមតែចេញមកមិញតតែម្ដងចាតិចប្រិមត្តសាប់ ABC ដែលយើងមានការចា live នៅក្នុង app អាចារ្យ A ចាតន័យព័ត៌មានតាក់ទងជាមួយនឹងអ្វីដែលនៅខាងក្រៅប្រទេសកំពុងតែមានបញ្ហាអញ្ចឹងយើងនឹងយកជូនទៅកាន់អ្នកស្ដាប់ ABC លោកពូចាំបន្តិចយើងសូមចាក់នៅវីដេអូមួយទៀតសិនពីខាងលោកគ្រូអាចារ្យ A ចាដែលតំតែចេញមុននឹងថ្មីហ្មងនៅក្នុង page អាចារ្យ A ប្រិមត្ត ABC ដែលមានអត្ថន័យនៃការផុសមកគាត់មុននឹងអ្នកសារព័ត៌មានសួរត្រាំថាតើអ៊ីស្រាអែលនឹងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នៅពេលណាត្រាំក៏បានតបភ្លាមថាខ្ញុំគិតថាតំណែងតំណងរបស់យើងបើកវងកញ្ចក់អ៊ីស្រាអែលមកជាមួយនឹងអាមេរិកគឺល្អណាស់ពួកយើងចង់បានអ្វីដែលស្រដៀងគ្នាគឺជ័យជំនះសម្រាប់ពួកយើងទាំងពីរហើយនោះគឺជាអ្វីដែលពួកយើងនឹងទទួលបានផងដែរចាសូមមកស្ដាប់សម្លេងទាំងអស់គ្នានៅក្នុងវីដេអូរបស់យើង The relationship's a very good one. I think so. You know, it's we want more or less similar things. You know what we want? We want victory. ចាអរគុណច្រើនប្រិយមិត្តដែលស្ដាប់ ABC ដែលវីដេអូនេះដែលការបឋមពីខាងម្សៅបន្លែលុងលោមងាយស្រួលក្នុងការញ៉ាំឆ្ងាញ់ផងដែរចាត្រូវការកំងទិញ070 41 23 23ឬក៏តាក់ទងទៅកាន់លេខកណិការ07 37មកលោកជីស៊ូលពូសុំសលេងប្រិយមិត្តឲ្យច្រើនហ្នឹងណាអាឡូញីស៊ូពូអាឡូបានសួរចាពូកំពុងផ្សាយសលេងផ្ទាល់ឯពូសុំអញ្ជើញបាទហ្នឹងហើយចង់ចូលរួមតិចហើយមុនពីយកអូនហ្នឹងគាត់ម៉ោងកតិកាម៉ោងរៀបមិនត្រូវចាតាមពិតអ្វីដែលសង្គ្រាមនេះស្ទើរតែសង្គ្រាមហៅថាបង្កឲ្យមានកម្មពិភពលោកកាន់តែមិនតែខ្មែរយើងគឺទូទាំងពិភពលោកของបញ្ហាព្រេងហ្នឹងបាទគ្រាហើយយើងដឹងហើយកន្លងមកជាដល់ប្រាប់ឲ្យថាកុំឲ្យបាញ់តែបាញ់គឺមូលដ្ឋានតបអាមេរិកត្រូវហើយណានៅឥឡូវខ្ញុំមកវាគឺត្រូវហើយយើងអត់ជឿទេពីអតីតកាល7ប្រទេសវាយអ៊ីស្រាអែលមកអត់ឈ្នះហើយឥឡូវម្ដងនេះពីប្រទេសវាយអ៊ីរ៉ង់មកតែអ៊ីរ៉ង់លេងដល់របស់នៅច្បងវាដល់6 7ប្រទេសហ្នឹងគឺជុំវិញហ្នឹងគឺមូលដ្ឋានតបអាមេរិកគឺវាយបាញ់ស្រោចមិនអានេះយកនិយាយទៅលើអ៊ីស្រាអែលណាអ៊ីស្រាអែលនឹងវាច្រើនហើយវាស្រោចខ្លាំងហើយបាទហើយមិនតែប៉ុណ្ណឹងស្ថានទូតក៏ត្រូវដំណំដែរហើយក្រោយមកទៀត
รับรักมาตั้งเพลงเนื้อแต่ตั้งเพลงไม่แก่ที่น่ะดอกเพลงร้องเลยไม่ใช่แต่ละกระตาหลังติดมอดเรียกทงเขนเนาะยังกระตามันจะเข้าตัวร้องไม่หมดเข้าตัวเลยเข้าตัวอเมริกที่ปัญหาหรือที่ไทยไอ้มองแต่ปัญหาพลางอะไรเนี่ยสถานีเรียกต่อท็อปของโลกส่วนถ้ายืนสังเกตยังถือทำไม่ไอ้ทำไมผมบ้าไม่ซีทำไมผมบ้าปามันน้อยยังเบอร์ผมบ้าปามันน้อยอะไรเราเรานี่เราทำเป็นปามันน้อยนะมาขอบยังมาขอบเรียนเนี่ยอะไรให้มีเสียงอะไรที่กาปีใบไอ้กับพิกินลังอย่างมึงยังการที่อีร้องไปอันนั้นแต่สถานีกรรมได้ยืนหวังไอ้วิตามินเนี่ยสบายช่างเชื่อช่างชุกชีร้านไหนแต่สายเฮ้ยร้านแล้วชุกจังเรื่องนั้นไอ้เราทำgìเลยนี่มั้งเนี่ยนะว่าถ้าไว้มาไปถืออย่างแล้วดักไปอย่างthông ăn lênแล้วđiการทำมันบ่ให้กำติ๊กไว้ได้thôngบ่ไอ้ร้องคือร้องติ๊กตักยมลบtừ Dubai bài hai vềการภาษาอาหรับรวมนั้นนี่มันตักสดติ๊กสั่งพูดติ๊กมาได้ไอ้แล้วสั่งพูดเขาเป็นไรดีตักสอยบ้านะแต่เราเอาได้นะตักมุดกับไฟแรงนะสดก็ตกไฟแรงนะมีนักก็เป็นไรดีตักสมดเพื่อนโดยยังไงเพื่อนว่าอดยังอาจจะกองที่ไอ้ดาบ้างแต่อดตักเขาบ้างมันรู้ว่ามาดูมาไม่เยอะไอ้อย่างไรบ้างในครั้งนั้นសូមឲ្យគិតមើលទៅបាទមកខ្ញុំរៀនទៅវិញមកអីរ៉ោះហើយអត់យ៉ាងនេះណាតែវាយរាប់មានសម្រាប់ទៀតចាយ៉ាងហើយបានដូចមិនដល់មកចឹងអីគេនៅតែយកធ្វើសន្តិខ្សែចឹងតែបញ្ញាគាត់ទៅរស់ហ្នឹងនិយាយឡើងគេផ្ដាច់ការចុះឯងមិនផ្ដាច់ការគាត់សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់មើលអ្នកនេះចាមិនផ្ដាច់ការទេឥឡូវហ្នឹងសង្គ្រាមហ្នឹងស្រាប់តែអ៊ីរ៉ង់ហ៎អ៊ីស្រាអែលតែស្រាប់ច្រើនហើយនឹងមកឈប់មកពីស្រាប់ច្រើនยังมีแต่พวกมันชมวีได้หรือมองอยากรู้ไงคือเราที่บรรชุบมูลทานต่ออเมริกาของอเมริกเฉยๆเดียดบางยังได้อ้อมห้ามไหนไอ้เราไปคืออ้อยอาหรับเอาเลยไงพวกอิสลามเอาเลยไงยังไงยังมาโจรุ่งมานั่งมาเอาคนเชิญมาจ้าเอาคนบอลเสก ส้มที่แข่งประมาทยังมารูตีแต่บ้องจุดบัดสำเร็จวิชุพ้องโหรือโซสำเร็จลองโชว์เลยจ่ายจะเรียบซัวมาจะไปส่วนนั่นไงเอาคนไปมายังโจร่วมให้ลูกครูใจตัวโลกบาลเลิกมาอย่างปีสงครามนำชมปียังก็เคยให้กลองเมาปีไม่แต่สงครามเวียงรัสเซียในอุกราอินในเมียนอเมริกแต่จีนเนี่ยโดยกระดามในมิจูนในสเปียร์จำนวนเนาะอเมริกบาลเธอจะได้ใช้การมวยตัวอิหร่านได้เราไปเอาอิหร่านช่วยตลาดเพลงเราไปบอกไปอเมริกาบอกประชาชนเราคือผู้ปลูกปัญหาไว้แต่ตัวบ้านในการช่วยต่อประบอกสหรัฐอเมริกคือที่กรงในประเทศรองลงมูคือตระบันปอดสนาระบอกล้วนอันตรายเจ้าว่าตรงผมเป็นตามผมน้องระบอกสหรัฐอเมริกที่เราตระบันปอดเจ้าตัวยังก็ดังหายส่งเครื่องบินมันเมาอิรักนี่ตั้งติดชมในคืนนี้แต่เมียนอเมริกโจรวมกายแล้วคือยังทาส่งเครื่องนี่คือตั้งปียังในคืนนี้มันได้ส่งเครื่องไปจบไหมตอนไปช่วงไปเนี่ยนี่ยี่จะหาเอาไว้ก็ได้ก็เตะมวยคือมีได้ในทัพเตะเจอบอกล้วนอย่างนั้นมันปลอดสันว่าสหรัฐอเมริกหวังข้อมเอาอิหร่านก็เจาะนุกยังประกอบนะทำมีเรื่องไอ้การเหล่าตัวอย่างโดยรัสเซียจะดังปลอดสันว่าอเมริกจะเห็นว่าเปลี่ยนเอารัสเซียลับจงกงมีขยมเชื่อท่ารัสเซียก็มันลับจงกงที่อิหร่านที่ต้องกระโดดขึ้นเลยไอ้สมปองนั้นเราบอกรัสเซียเราบอกอิหร่านกับโคเกมันจะเอาไกลมือโดยสมปองนั้นบอกโดนอะไรได้ว่ายังไงจังแล้วอยู่ครูท่าใจลงเนี่ยได้เนี่ยลงได้จังมันจังอิหร่านเอาไปใช้ออปติกตัวผมพลายใช้ออปติกตัวแล้ววัดสมัครคือจบส่วนในการล้างตรงนี้ตรงนั้นตรงนั้นฉะนั้นนี่แหละประเทศว่าจงนู้นเขาไม่หลับปราบประความประการนอกดำไปแต่ต้องให้ตัวแก่ในคุกนะยังก็ได้จังมันเอาไปก็เรายังกลมรุ่งเอามีคลิปพอจะมันการแต่ประเทศนั้นประเทศสมัยแต่บอกน้องบอกก็ใครก็เลยเคลียร์ยืดอ้างแต่ยืดไม่นำหน้ายืดอ้างแต่ยืดไม่เลยตะบ่มปีนใครก็แล้วแต่รู้ได้เนี่ยแต่รู้ตอนตั้มนั่งคอมเมนต์เรื่องไอ้การล้างไงให้ใช้cáchยืนก็ดังเท่าใช้cáchปีมาค่ายปีมาค่ายแต่มาค่ายปีมาค่ายแต่มาค่ายคือไต้เด้อเมียนกายัดเตยได้โดยซาการชี้ปีนปีประเทศมวยเตอประเทศมวยยังเมียนกาสาวก็ได้ประเทศยังจะทำยังคืนการปีนี้ก็ตาบางว่ายังกับป้องกันรับไล่กับเชิงยังข้างให้ของเมียนจุนประเทศมาจำนวนหลอกไต้เก็บไต้แต่มอบอ่ะเลยดำนาคาดอกไส้เวียงประเทศนั่งประเทศบางยังนี่คือไต้แต่เลิกเปกละยังยุทธศาสตร์ว่าพระดอกนอนเติมบ่มพลายเติมว่าอะไรแค่เป็นเรื่องอะไรสังคมแต่ครูไหนมันต้องแบบไอ้ซะป่ะ
đang xong chú rong năng thành cả អរគុណបងសម្រាប់ការចូលរួមព្រមនេះស្ដាប់ចាអញ្ចឹងត្រាំទុកពេលឲ្យ48ម៉ោងបើមិនបើកទេគឺនឹងបិទនឹងបាញ់កំតិចនៅរោងចក្រធម្មពលរបស់អ៊ីរ៉ង់ទាំងអស់ដែលរាប់បញ្ចូលទាំងចាអាធំជាងគេមួយណាបាញ់អានឹងមុនគេហើយអ៊ីរ៉ង់ក៏បានតបត្រឡប់ទៅកាន់ត្រាំវិញថាបើសិនជាត្រាំឬក៏អាមេរិកហ៊ានបាញ់កំតិចនៅកន្លែងធម្មពលធំរបស់អ៊ីរ៉ង់នឹងបាញ់កំតិចនៅកន្លែងធម្មពលធំរបស់អាមេរិកដូចគ្នានឹងជាពិសេសគឺបាញ់កំតិចកន្លែងចម្រាញ់ទឹកស្អាតកន្លែងចម្រាញ់ទឹកប្រៃនៅក្នុងតំបន់ប្រទេសក្បែរឈូងសមុទ្រទាំងអស់អញ្ចឹងនឹងអត់មានទឹកប្រើប្រាស់អញ្ចឹងយកមួយណាអរគុណចាតើឥឡូវយើងសូមកាត់នៅបន្តមួយសិនពីខាងបងលីណាហតចាអូចាំបន្តិចប្រិមត្ត ABC អើយចាគីឡូ136បងនៅផ្លូវទៅកំពតបងពីអ្នកដីកំពតដីស្ដុកពីអ្នកតាអ្នកស្រីដីកំពតហ្នឹងហើយចាំជួយហៅតកាហៅឡានទៅហ្នឹងបងបានថតទេព្រោះភាសាជិះមកហូបបាត់ហើយគីឡូ36ផ្លូវកំពតហ្នឹងបងសុខឈូក ចាទឹកដីស្រុកឈូកខាងខេត្តកពតនៅចិត្តនឹងរោងចក្រចក្រេទីងប្រិមត្ត ABC បុគ្គលបន្ថែមព័ត៌មានមកវិញពីខាងបងលីណាការនៃគណៈចរាចរណ៍ម៉ូតូមួយគ្រឿងត្រូវបានឡានប្រភេទឡានពណ៌សណាចា Rivo ចាពណ៌សចាលក្ខណៈតាក់ទិកផ្នែកខាងឆ្វេងនៅខាងមុខហើយរត់ឡើងទៅខាងភ្នំពេញវិញចាការនៃគណៈចរាចរណ៍នេះសំខាន់វត្តមានលពូសមត្ថកិច្ចជាមួយនឹងឡានពេទ្យសរុបបន្តទៅជាប្រធានបងប្រិមត្ត ABC ព្រោះករណីនេះគឺវាធ្ងន់ខ្លាំងហើយសំខាន់គឺម៉ូតូអត់មានខាងឡានមានការទទួលខុសត្រូវទេសំខាន់វត្តមានលពូសមត្ថកិច្ចផងអរគុណទៅសូមពីខាងចាសូមការចូលរួមពីខាងបងសថេចាក៏ចូលរួមតាម Telegram ចានេះគេហៅថាសង្គ្រាមធម្មពលមិនថាប្រេងឬក៏ទឹកទេជាធម្មពលអានេះមិនអាចចប់ងាយទេដោយសារអាធំវាយអាតូចហើយអាតូចវាឈឺវាតអញ្ចឹងកាលណាតហើយវាអត់មានចាំបាយថាហោវាយមុខវាយដៃវាយជើងទេប្រទេសតាដាក់ទៅហ្នឹងហើយឈឺហើយកពុលមុខហើយចាហ្នឹងហើយវាសត្វតែជាវិនិស្សកម្មទាំងអស់ស្រោបមកប្រទេសតូចតាចអ្នកទទួលរងចាអរគុណបងចាប្រទេសតូចតាចហ្នឹងហើយដូចបាក់តិចមួយយើងអញ្ចឹងនៅពេលដែលខាងក្រៅប្រទេសកំពុងមានបញ្ហាមិនឆ្ងល់ទេបញ្ហាតម្លៃប្រេងសាំងចាប់ផ្ដើមឡើងគឺជាកត្តាមួយដែលយើងត្រូវតែយល់ដឹងទាំងអស់គ្នាហើយប្រហែលពេលដែលមានបញ្ហាប្រេងសាំងឡើងថ្លៃរាជរដ្ឋាភិបាលខំប្រឹងរកដំណោះស្រាយជូនទៅប្រកាន់ប្រជាពលរដ្ឋច្រើនមែនទែនដោយសម្ដេចធិបតីមានប្រសាសន៍មុននឹងអញ្ចឹងចាសម្រាប់អ្នកដែលគាត់ដឹងហើយថាការកាត់បន្ថយនៅការប្រើប្រាស់ក៏ដូចជារួមចំណែកគ្នាធ្វើយ៉ាងណាហើយយើងចាចេញផុតពីបញ្ហាមួយនឹងផងដែរព្រោះយើងធ្លាប់ឆ្លងកាត់ហើយពេលរុស្ស៊ីមួយអ៊ុយក្រែនក៏តម្លៃប្រេងសាំងមានបញ្ហាដូចគ្នាដែរវាដូចតែគ្នាអញ្ចឹងយើងរងចាំបន្តទៀតថាមានអ្វីនឹងកាត់ឡើងនៅខាងក្រៅនៃបញ្ហាសង្គ្រាមមួយនេះផងដែរកន្លែងនេះក៏សំណុំពរប្រិមត្តដែលមានបន្លាយមានអូនៅខាងក្រោយផ្ទះមានទឹកទន្លេជួយរៀបចំធ្វើម៉េចឲ្យវាស្អាតទៅសំណាងហើយដែលយើងមានទឹកគ្រប់គ្រាន់ឃើញឯគេចំណាយលុយរាប់លានដុល្លារបានន័យថាចេះគេមានហើយប៉ុន្តែគេអត់មានរបស់មានស្រាប់ដូចយើងគេត្រូវចម្រាញ់មែនទេបងត្រូវយកទឹកប្រៃមកចម្រាញ់ជាងទឹករបស់យើងមានបន្លាយទឹកស្អាតទឹកសាបមិនបាច់ចម្រាញ់ឲ្យបោះសម្រាមចូលទៀតតែយើងអត់ស្ដាយទឹកស្អាតដែលយើងអត់ចំណាយលុយលានដុល្លារដើម្បីទៅសាងទឹកស្អាតទេយើងអត់ស្ដាយទេអីចាំបាច់តតែគេទៅប្រមូលស្រែឲ្យក្រោយផ្ទះខ្លួនឯងសោះចាប់ផ្ដើមរៀបចំផ្ទៃទឹករបស់យើងត្រឡប់មកវិញព្រោះអាកាសធាតុក៏ឡើងកម្ដៅហើយការប្រែប្រួលអាកាសធាតុក៏ហត់តែធំអញ្ចឹងបើសិនជាការវាយគ្នារបស់មហាអំណាចកាន់តែធំខ្យល់ពងខ្យល់អីក៏វាមានកម្ដៅក៏ឡើងខ្លាំងអញ្ចឹងទឹកអាចនឹងខ្វះការប្រើប្រាស់សេដ្ឋកិច្ចយើងអត់ល្អទៀតប្រេងឡើងថ្លៃអីផ្សេងឡើងថ្លៃអានឹងគឺជាបញ្ហាប្រឈមប៉ុន្តែលើកទឹកចិត្តដល់យើងជាប្រទេសដែលមានសំណាងដោយសារអីយើងខ្វះលទ្ធភាពបន្តិចមែនតែម៉ែឪបងប្អូនយើងពីជំនាន់ដើមបន្សល់ទុកឲ្យយើងទាំងអស់បើយើងអត់លុយមែនតើឆ្នៃវិស័យទេសចរឲ្យខ្លាយទៅជាលុយសាងធ្វើម៉េចឲ្យតង្គោវត្តសមរីត្រីថ្ងៃមុនរលុយបានបន្តិចទេត្រូវទេឲ្យខ្លាយទៅជាជង្រុកទ្រព្យឆ្នៃទេសចរវប្បធម៌ទេសចរធម្មជាតិឲ្យខ្លាយទៅជាជង្រុកទ្រព្យគេគ្រាន់តែមកលេងក៏គេសប្បាយចិត្តដែរឆ្នៃកន្លែងដីរបស់យើងដែលល្អនេះអត់មានគេហៅថាត្រូវចាំបាច់ដាក់ជីច្រើនណាព្រោះវាធម្មជាតិស្រាប់វាមានជីវជាតិស្រាប់ឆ្នៃទៅជាការដាំដុះដើម្បីសាងលុយចេញពីកសិកម្មរបស់យើងឧស្សាហកម្មរបស់យើងមានដីធំយើងមានកន្លែងធម្មជាតិល្អច្រើនអញ្ចឹងទៅយើងអាចសាងដើម្បីតាក់ទាញវិនិយោគទុនធ្វើការកុំប្រកាន់គេហៅថាកុំប្រកាន់ទូនាទីឬក៏អីធ្វើម៉េចតាក់ឲ្យអ្នករកស៊ីមកស្រុកយើងឲ្យច្រើនសិនចាំយើងរើសតាមក្រោយដូចពេលយើងចាប់ដើមដំបងដែលការងារអីក៏បានក៏មករបៀបមកដំបងការងារអីក៏បានដល់ធ្វើយូរទៅសិតតែវេទនាណាស់ដំបងការងារអីក៏បានសោះហ្នឹងលៀងបន្ទប់ទឹកក៏បានអីក៏បានទាំងអស់និយាយទៅឲ្យតែធ្វើបានប្រាក់ខែបានចំណូលហើយគេយកមកបណ្ដោះសោះចុងក្រោយឌីលឯងសិតតែឯងហ្នឹងគឺប្រើអត់មានស្គាល់ទូនាទីអាហ្នឹងវាអញ្ចឹងបងប្អូនអញ្ចឹងពេលខ្លះទ្រាំសិនព្រោះស្ថានភាពសេដ្ឋកិច្ចវាបែបនេះវាអត់មានជំរឿនមែនតើវាត្រូវការឲ្យយើងហ្នឹងប្រឹងប្រែងហើយកុំនៅក្នុងចំណុចដែលស្រួលពេកព្រោះអាចចំណុចដែលស្រួលពេកវាធ្វើឲ្យយើងអត់រដាស់ខួរក្បាលបងប្អូនប្រិមត្តសាស្ត្រយើងនឹងល្ងុយតែដេកឃ្លានតែញ៉ាំចង់តែដើរលេងប៉ុន្តែបើសិនជាយើងឲ្យខ្លួនឯងរវល់បន្តិច
ប៉ុន្តែដើម្បីសេដ្ឋកិច្ចខ្លួនឯងផងតែយើងជួយខ្លួនឯងបានជួយគ្រួសារយើងបានគ្រួសារយើងល្អភូមិយើងល្អស្រុកយើងល្អសង្គមជាតិយើងក៏ល្អដូចគ្នាផងដែរគឺចាប់ផ្ដើមពីយើងម្នាក់ៗអរគុណច្រើនចាំប្រាប់ដល់សាប់ ABC យើងសូមអរគុណទៅកាន់អ្នកសកម្មបឋមនៅក្នុងកម្មវិធីពីខាង Poker Respect ចា Poker Respect គឺជាផលិតផលរបស់ជប៉ុន Poker Respect គឺមានលក់នៅក្នុងប្រទេសកម្ពុជារបស់យើងសប្តាហ៍ថ្ងៃគឺជាផលិតផលដែលនាំចូលពីខាងឥណ្ឌូនេស៊ីចាព្រោះតែផលិតផល Poker Respect មិនមែនជារបស់ប្រទេសថៃនឹងហើយទៅ Visu ABC យើងផ្ទាល់ហ៊ានយកមកនិយាយនិងផ្សព្វផ្សាយជូនទៅកាន់អ្នកដែលគាត់ចានិយមគ្រប់គ្រងជាមួយនឹង Poker Respect រកទិញបាននៅគ្រប់កន្លែងលក់អភិជាទាំងអស់ទូទាំងប្រទេសកម្ពុជានិងខាង K-Recipe គឺជាប្រភេទផលិតផលថែរក្សាសម្រស់ស្បែកសម្រាប់បងស្ត្រីបងបរិសុទ្ធដែលកំពុងស្វែងរកនូវផលិតផលថែរក្សាសម្រស់ណា K-Recipe គឺមានផលិតផលជាច្រើនដូចជាគ្រីមលាបមុខ 2 in 1 លេការពារកម្ដៅថ្ងៃពី UVA និង UVB មានលេលាបខ្លួនយិនសិនក្រហមចាប្រតិកតេកពើធម្មជាតិ 99% និងម៉ាក់បិទមុខធម្មជាតិផងដែររកទិញបាននៅគ្រប់ទីផ្សារនិងតាមបញ្ចូលរៀបឡនក៏ដូចជាតាម Page K-Recipe Cambodia តាក់ទងទៅកាន់អ្នកជំនាញផ្នែកស្បែក061 38 36 10 គុណនឹងបន្តទៅកាន់ខាងចាប្រភេទឡានអគ្គិសនីចាឡានអគ្គិសនីប្រភេទ Zoo Motor តែឡានអគ្គិសនីដឹកអីវ៉ាន់ចាឲ្យអស់លុយច្រើនចាបងប្អូនប្រិយមិត្តហ្នឹងហើយចាអញ្ចឹងបងយើងតិចទៀតមានអគ្គិសនីកន្លែងដូចការ៉ាអគ្គិសនីសឹងគ្រប់កន្លែងបញ្ចូលធម្មពលហ្នឹងហើយកន្លែងបញ្ចូលថើការ៉ាអគ្គិសនីកន្លែងបញ្ចូលធម្មពលអគ្គិសនីនៅគ្រប់កន្លែងទាំងអស់អញ្ចឹងយើងទិញឡានដឹកអ្នកដំណើរអគ្គិសនីពី Zoo Motor ទិញឡានដឹកទំនិញពី Zoo Motor គឺចំណាយត្រឹមតែ1គីឡូវ៉ាត់ម៉ោងអាចបើកបរបានទៅដល់3ទៅ5គីឡូបើធៀបទៅនឹងថ្លៃចំណាយគឺចំណេញប្រេងឥន្ធនៈរហូតដល់ទៅប្រមាណភាគរយ 50% ឯណោះណាចាមិនមែន1មិនមែន2មិនមែន10មិនមែន20តែ50% ឯណោះណាចាដែលមានឡានណាសំលុយយើងបាន50% ឯងបងប្អូនគ្រាន់តែយើងយកមកធៀបជាមួយនឹងការចំណាយយើងរងថ្ងៃក៏មិនមានអ្នកណាជួយសំយើងដល់50% ដែលចុះតម្រាំទៅ Zoom ទៅអាចជួយការពារការចំណាយយើងបានដល់តែ 50% នៅតែអីទៀតតែងទៅចាជ្រើសរើស Zoom ទៅមានការធានាលើប្រព័ន្ធអគ្គិសនីដល់ទៅ5ឆ្នាំឯណោះណាចាអូយមិនមែន1ឆ្នាំមិនមែន2ឆ្នាំមិនមែន3ឆ្នាំគឺ5ឆ្នាំឯណោះណាចានេះចាំអីទៀតចាំមកជីដើររនៅក្នុងក្រុងភ្នំពេញនាំតែហត់ធ្វើអីតាក់តងទៅកាន់ Zoom ទៅឥឡូវនេះតាមរយៈលេខទូរស័ព្ទ015 95 98 60បងម៉ែបើអត់តស្ពតទៀតចាប់ហើយបងប៉ុណ្្នឹងហើយចង់និយាយថានិយាយអត់ខ្វល់ចង់ចាក់ស្បូនចាអរគុណច្រើននឹងបន្តទៅកាន់ចាអរហើយណាចាយើងសូមអរគុណទៅកាន់អ្នកសកម្មបឋមរបស់យើងវិញណាចាអរគុណទៅកាន់ខាងប្រេងតុងឆា ABC ចាឈានចាឈានអូខ្ញុំនិយាយតែឈានរហូតចឹងឈាននឹងលុយអូយឈានបាយឡាហ្វចាចិននិយាយអង់គ្លេសតោះអរគុណនេះប្រើពេញតុងឆាប្រេង ABC តាមភោជនីយដ្ឋានអីដាក់តង្កេះទៅអូមែនតាចាឈ្ងុយឆ្ងាញ់អ្នកដែលគាត់លក់បាយឆាកុំទិញនៅក្រសួងមហាផ្ទៃវិញដាក់ពេញឆាម្ដងមួយកេះគេមានខ្សែអូមានខ្សែឬក៏អូមានខ្នងអូមានបងឬក៏អូមានប្អូនអានេះការលក់បានមួយកេះមែនចាបើខ្ញុំធ្លាប់លក់បាន3កេះខ្ញុំមាត់ហ្នឹងអូចឹងអបងឆាចេញបន្តអីចឹងចឹងមកគេថាកុំអោយអួតណាយើងមិនសូវវិធីតបទៅវិញព្រោះតែយើងលក់អត់បានយើងធ្វើមិនយើងដាក់ទៅវិញណាជាងអ៊ីរ៉ង់មួយអាមេរិកទៀតចាហ្នឹងលក្ខណៈតែផ្សេងតោះតែឈ្ងុយមែនសម្រាប់អ្នកដែលគាត់លក់បាយឆាឬក៏អ្នកដែលគាត់លក់អាហារបែបតាមភោជនីយដ្ឋានណាយើងប្រើប្រាស់ប្រេងដូងឆាតខុសឲ្យប្រេង ABC ចំណាយតិចតែបានក្លិនឈ្ងុយហើយបានសុខភាពទៀតបើអ្នកដែលគាត់ធ្វើម្ហូបតាមភោជនីយដ្ឋានអីឬក៏អ្នកដែលគាត់លក់ដូរតាមផ្លូវក៏បានដែរបើថាអ្នកធ្វើម្ហូបតាមផ្លូវទៀតប្រេងដាក់ប្រេងដូងឆាហ្នឹងមើលភ្ញៀវមករកឯងត្មងចាបើថាឆាប់ឯងឈ្ងុយត្មងចាអត់មានជាតិ trans fat ប៉ះពាល់ដល់សុខភាពទេអត់មានកកនៅក្នុងរាងកាយបើយើងទៀតចា10ចំណុះ1លីត្រតម្លៃ$8ហើយបើយើងមាននៅម្សៅខ្ញី ABC ពេលដែលយើងក្អកស្ងួតក្អក/ក្អកដាក់ម្រៃក្អកឲ្យក្អកទៀតលក្ខណៈថាងាយជីណាចាផ្លូវដង្ហើមមានបញ្ហាចង់រំលាយខ្លាញ់នៅក្នុងរាងកាយបើបាននៅបញ្ហាអាការៈក្អួតចង្អោរជួយបរិញ្ញាជាតិពោកចេញពីក្រពះជួយជំរុញនៅការរំលាយអាហារបំបត្តិនៅអាការៈឈឺចុកចាប់នៅពេលដំណើររដូវគ្រប់គ្រងនៅកម្រិតកូលេស្តេរ៉ុលអាក្រក់នៅក្នុងរាងកាយកាត់បន្ថយនៅបញ្ហាជំងឺឬដុំបាតធ្វើឲ្យស្បែកភ្លឺថ្លាចេញយកបានយ៉ាងល្អនៅឃើញដល់ម្សៅខ្ញី ABC បើអ្នកដែលគាត់មានបញ្ហាទាក់ទងជាមួយនឹងសុខភាពគ្រុនប្រាស្រ័យនឹងកុំភ្លេចដាក់ជាមួយនឹងទឹកក្តៅអ៊ុនៗឬក៏ដាក់មួយបបរក៏បានដែរហើយបើអ្នកដែលគាត់ចង់បាននៅម្សៅខ្ជាយកទៅប្រើប្រាស់ដើម្បីចំណេញអីគេអ្នកដែលគាត់អាសាននំញឹកនំទាស់
ខ្សោយតម្រងនោមបន្តិចមកច្រូចរហូតណាធ្វើឲ្យតម្រងនោមគាត់មានបញ្ហាខ្សោយចារ៉ាំរៃហ្នឹងលោកអ្នកប្រើប្រាស់ជាមួយនឹងចាម្សៅខ្ជា ABC លាយជាមួយទឹកក្តៅអ៊ុនៗក៏បានលាយជាមួយនឹងកាហ្វេខ្មៅក៏បានដែរចាមកកំប៉ុងហ្នឹងគឺតម្លៃ$10តែបើថាមានបញ្ហាប្រវាក់ក្នុងការទទួលបងដំណោះស្រាយងាយហែកតែកញ្ចប់ដាក់ចូលក្នុងមាត់ប្រភេទចំហួយអាហ្នឹងអីគេគឺ fiber អ្នកដែលគាត់មានបញ្ហាប្រវាក់ក្នុងការទទួលបងអ្នកដែលគាត់មានបញ្ហាតាក់ទងជាមួយនឹងការទល់លាមកកើតនឹងជំងឺឬដុំបាតប្រវាក់ក្នុងការរំលាយអាហារនៅឃើញដល់ fiber ABC យើងមានពីរប្រភេទជាប្រភេទចំហួយដែលផ្សំឡើងពីផ្លែឈើតកូ berry ចាមួយប្រអប់តម្លៃ$25និងប្រភេទម្សៅផ្សំឡើងពីខ្ញីម្ជូរព្រឹកមានប្រទាលផ្សំបញ្ហារលាកកន្លែងបន្ទោបងផងដែរចាត្រូវការកំងទិញលោកអ្នកភ្ជាប់ជាមួយនឹងម្សៅបន្លែលួងលោម ម្សៅបន្លែនេះណាចាគឺជាការសិក្សារវាងលោកគ្រូចាអេជាមួយនឹងកូនស្រីនៅអាមេរិកឈ្មោះថាដុកទ័រមេចាដែលរៀបរយនៅស្ដេចបន្លែដែលគេទទួលស្គាល់ជាលក្ខណៈពិភពលោកគឺមានបន្លែ kale broccoli spinach ពោតបារាំងទឹកសក់សាគូម្ឆាគ្រាប់ធញ្ញជាតិ almond និងទឹកផ្លែហើយនិងផ្លែចេកមានទឹកផ្លែចេកនិងផ្លែចេកបងប្អូនប្រិមត្តស្ដាប់នេះការផលិតបានជោគជ័យ100%អីបងប្អូនចឹងចេញជាម្សៅបន្លែលួងលោមកន្លះគីឡូគឺតម្លៃលក់ជូនមកកំប៉ុងហ្នឹងកន្លះគីឡូប្រិមត្តស្ដាប់តម្លៃលក់ជូនគឺ$23ចាហើយបើលោកអ្នកដែលគាត់ចង់បាននៅសាប៊ូប្រេងដូង ABC ដោះមុខដោះខ្លួនដោះឃ្លាដោះគ្រប់កលុកកលៀតកម្ចាត់បាក់តេរីអាក្រក់រក្សាបាក់តេរីល្អលើស្បែកចាអាសាប៊ូនេះគឺជួយថែរក្សាស្បែកមែនតើម្ដុំ$6500រៀល10ដុំ$65000ហើយមានថែមស្បែកនៅក្នុងហ្នឹងសម្រាប់យើងដោះខ្លួនរួចជាស្រេចទៀតនិងប្រេងល្ងខ្មៅរបស់ ABC ដែលជួយកាត់បន្ថយនៃការជំងឺរលាកសំណាក់ថែបំពន់និងបណ្ដេញជាតិពុលនៅក្នុងថ្លើមសម្រួលសម្ពាធឈាមនិងជួយការពារពីបញ្ហាចាអ្នកដែលពិបាកបាត់ជើងធំពេលទិញល្ងខ្មៅទៅកុំភ្លេចទិញល្ងទៅទិញអង្គយកទៅមួយគ្នាបែកយកផ្លែចាអង្គ5គីឡូហ្នឹងគឺ$15អង្គសម្រូបកាម៉ាលីនិងអង្គសម្រូបសរីរាង្គក្រហមកាម៉ាលីនៅក្នុងនេះមានអាសត្វអីគេនឹងចូលដល់ខាងក្នុងបាទអូនឆែកនោះមានអីគេដូចខ្មៅហ៎វាចូលស៊ីអង្គហ្នឹងហើយវិញម៉ូតនេះណៃដេញវាចេញឲ្យហើយមួយហ្នឹងអាចបង្កើតចេញជា2 3នោះនៅក្នុងផងនោះមើលខាងនោះវាធម្មជាតិអញ្ចឹងហើយឃើញវាធម្មជាតិវាកើតខ្លួនវាហ្មងឃើញវាមិនចូលទេវានៅក្រៅតែនៅក្នុងចាំថាវាចោះចូលបានអីចឹងយកចូលមិនគេវាចូលតាមវាចូលតាមណែចាំមើលបើមាន1មាន2ហីប្រហោង1បាតមកទូរស័ព្ទរੂលើសិនបកាយចាស់ណាបងណោះចានិយាយទៅអង្គរបស់យើងធម្មជាតិប្រិមិត្តពេលដែលយកទៅទុកដាក់ប្រិមិត្ត ABC 1គឺការពារកុំឲ្យស្មៅចូល2កុំឲ្យខាងសัตว์ល្អិតចង្រៃចាដែលវាចូលចិត្តបែបធម្មជាតិវាចូលបានខ្ញុំទៅសាវាប្រិមិត្តឡើងមូលថ្លាញ់ហ្មងអានេះប្រហោងដូចយើងយកអីមកចាស់ចឹងចានេះគេហៅថាធម្មជាតិណាអានោះវាមានតាមមែនទេវាមកតាមពីដើមតាប្រឡោះហ្នឹងហើយតែដាក់ប្រឡោះចឹងទៅអីអានេះមិនសាច់នេះហេមិនសាច់មិនសាច់ចោះហេគឺគេចោះចឹងមែនចាគេឲ្យខ្យល់អុកស៊ីហ្សែនចេញហីចាឬក៏មិនឃើញអត់ចូលចាសម្រាប់ក៏ចូលបានដែរអានឹងតតែយើងប្រាប់5គីឡូហ្នឹង$15ណាបងប្អូនប្រិមត្តសាប់ចាំប្រាប់រីខមមិនមកចូលមួយផ្លុកបាត់ឯនោះចាអញ្ចឹង5គីឡូគឺ$15ទិញធូបជួយនឹងភេងល្ងពេលយើងដាំបាយដាក់ចូលគ្នាគឺល្មួតបាយឡើងជាស្ករឡើងជាបាយប៉ុន្តែគឺផ្ដល់នូវធម៌ពលសម្រាប់រាងកាយហើយការពារពីបញ្ហារឹតដុំបាតហើយលើឈាមទឹកនោមផ្អែមអីទៀត5គីឡូ$15សួរស្ពីឃើញហើយប្រិមត្តសាប់ចាំអរគុណច្រើនតើខាកំងទិញប្រិមត្ត ABC តាក់ទងមកបានលេខទូរស័ព្ទកណិកានារីអង្គរ0773000ចាឬក៏តាក់ទងលេខតេតៃក្នុងការកំងទិញ010 84 23 23